សូមស្វាគមន៍មកការនិទានរឿងខ្មោចនៅក្នុងវីដេអូនេះខ្ញុំបានលើកយកនៅរឿងខ្មោចព្រាយដើមចេកមកចែកជូនពុកម៉ែបងប្អូនគ្រាន់ស្ដាប់កំសាន្តមុនពេលចូលគេងឥឡូវនេះដើម្បីកុំឲ្យខាតពេលយូរពុកម៉ែបងប្អូនស្ដាប់សាច់រឿងទាំងស្រុងតែម្ដងតាំងពីយូរយារណាស់មកហើយនៅក្នុងវាលស្រែពណ៌បៃតងនិងទន្លេសាបមានភូមិខ្មែរតូចមួយដែលជីវិតអ្នកស្រុកបានផ្លាស់ប្ដូរបន្តិចម្ដងទៅតាមរដូវកាលរៀងរាល់ព្រឹកមាន់រងាវហើយមានក្លិនឈ្ងុយស៊ុបត្រីស្រស់អណ្ដែតតាមខ្យល់កសិករធ្វើការតាំងពីព្រលឹមរហូតដល់ព្រលប់មុខរបស់ពួកគេលាតត្រដាងដូចទូកតូចៗនៅវាលស្រែគ្មានទីបញ្ចប់ឡើយនៅក្បែរភូមិមួយមានតូមតូចហ៊ុំព័ទ្ធដោយដើមចេកយ៉ាងក្រាស់ជារបស់កសិករវ័យក្មេងម្នាក់ឈ្មោះសំជាបុរសមានចិត្តសប្បុរសតែចិត្តឯកាឪពុកម្ដាយរបស់គាត់បានស្លាប់ដោយសារគ្រុនក្តៅកាលពីប៉ុន្មានឆ្នាំមុនមកម្ល៉េះហើយទោះបីជាអ្នកភូមិមានភាពរុះរាយរាក់ទាក់ក៏ដោយក៏សមមិនមានគ្រួសារនៅឡើយទេអ្នកភូមិតែងតែខ្សឹបប្រាប់និងព្រមានថាកុំដាំដើមចេកនៅជិតផ្ទះមួយមនុស្សចាស់បាននិយាយថាវិញ្ញាណអាចឡើងលើផ្ទះរបស់អ្នកនៅពេលយប់ប៉ុន្តែសំមិនដែលខ្វល់ពីរឿងខ្មោចចាស់ឡើយសម្រាប់គាត់ដើមចេកគ្រាន់តែជាដើមចេកប៉ុណ្ណោះមិនមានអីចម្លែករហូតដល់យប់គាត់បានជួបកញ្ញាល្ងាចមួយបន្ទាប់ពីធ្វើការពេញមួយថ្ងៃនៅវាលស្រែសំក៏បានអង្គុយនៅខាងក្រៅដោយត្រជាក់ដៃត្រជាក់ជើងដូចទឹកកករីឯសត្វចង្រិតបានច្រៀងចម្រៀងពេលយប់របស់វាពេលព្រះច័ន្ទរះពេញបរមីគាត់បានឃើញនាងជានារីក្មេងម្នាក់ឈរនៅខាងក្រៅដើមចេកសក់របស់នាងភ្លឺដូចសូត្រស្បែករបស់នាងស្លេកស្លាំងដូចពន្លឺព្រះច័ន្ទនាងស្លៀករ៉ូបពណ៌សសាមញ្ញដែលបោកដោយខ្យល់នាងជាស្ត្រីស្អាតបំផុតដែលសំមិនដែលធ្លាប់បានឃើញសំក៏ហៅនាងយ៉ាងស្រទន់នឹកស្ត្រីនោះញញឹមទាំងក្រៀមក្រំហើយរសាត់ខ្លួនទៅក្នុងដើមឈើដោយមិនបានឆ្លើយតបទៅកាន់សំនោះឡើយយប់មួយនាងបានត្រឡប់មកវិញម្ដងទៀតនាងចូលទៅជិតដោយនិយាយយឺតតិចប៉ុន្តែញញឹមយ៉ាងកក់ក្ដៅទៅកាន់សំឈ្មោះរបស់នាងដែលនាងប្រាប់សំគឺកញ្ញាសំក៏មានអារម្មណ៍ស្រឡាញ់នាងហើយរងចាំជារៀងរាល់ល្ងាចការមកលេងរបស់នាងបានផ្ដល់ភាពកក់ក្ដៅដល់ជ្រុងឯកានៃបេះដូងរបស់សំគាត់ក៏ចាប់ផ្ដើមសុបិនចង់រៀបការជាមួយនាងចែករំលែកជីវិតរបស់គាត់ប៉ុន្តែនាងមិនដែលមកលេងសំនៅពេលថ្ងៃនោះទេហើយនាងមិនដែលឆ្លងកាត់ស្រមោលដើមចេកហើយអ្នកភូមិបានកត់សម្គាល់ឃើញអាកប្បកិរិយាថ្មីប្លែករបស់សំគឺនិយាយទាំងយប់សើចពេលគ្មានអ្នកណានៅជាមួយថ្ងៃមួយលោកយាយចាស់ឈ្មោះភេងជាគ្រូក្នុងភូមិបានឃើញសំក៏ទាញគាត់ទៅម្ខាង
លោកយាយភេងបាននិយាយប្រាប់សំថាប្រយ័ត្នកូនវិញ្ញាណខ្មោចមានល្បិចដើមចេកជាទ្វារតើអ្នកដាំវាឬទេសំនិយាយទៅកាន់យាយភេងថាដើមចេកនៅខាងមុខខ្ញុំវាផ្ដល់ម្លប់និងអាហារលោកយាយភេងនិយាយយ៉ាងម៉ឺងម៉ាត់កាប់វាចោលតែម្ដងទៅក្មួយសំស្ទាក់ស្ទើរគំនិតនៃការបាត់បង់ការមកលេងរបស់នាងកញ្ញាបានធ្វើឲ្យគាត់មានចិត្តមិនសប្បាយប្រាកដណាស់ថានាងមិនមានគ្រោះថ្នាក់ទេប្រាកដជានាងពិតប្រាកដទោះបីជាយ៉ាងណាភាពមិនសប្បាយចិត្តបានធ្វើឲ្យសំដុកដួលក្នុងចិត្តគាត់បានសុំយោបល់ពីព្រះសង្ឃព្រះតេជគុណសានដែលប្រគេនចង្ហាន់មួយបាច់តូចនិងសូត្រមន្តការពារតេជគុណមានសង្ឃដីកាថាបើនាងនៅក្នុងលោកនេះជាមនុស្សនាងនឹងឆ្លងកាត់ដោយសេរីមានសង្ឃដីកាថាបើនាងនៅក្នុងលោកនេះជាមនុស្សនាងនឹងឆ្លងកាត់ដោយសេរីបើមិនមែនជាមនុស្សទេនាងមិនអាចឆ្លងបានឡើយនៅយប់នោះសំក៏បានព្យួរស្មៅនៅមាត់ទ្វារផ្ទះរបស់គាត់ពេលកញ្ញាលេចមុខមកគាត់ក៏បានហៅនាងចូលក្នុងផ្ទះសំនិយាយថ្នមសូមចូលមកអង្គុយជាមួយខ្ញុំកញ្ញាញញឹមញញែមហើយនាងបានអណ្ដែតទៅមាត់ទ្វារហើយភ្លាមនោះភ្នែករបស់នាងបើកដោយភ័យខ្លាចសំលេងយំដែលបាក់បែកបានលេចចេញពីបបូរមាត់នាងហើយនាងក៏ថយទៅក្នុងភាពងងឹតនៃដើមចេកវិញសំក៏មានអារម្មណ៍ត្រជាក់ចុះលុះព្រឹកឡើងបេះដូងរបស់សំលោតញាប់ក៏ត្រឡប់ទៅចំការចេកវិញដោយមានសំពាយគាត់បានជីកជុំវិញដើមឈើចំណាស់បំផុតដែលនៅជិតខ្ទមរបស់គាត់ជាច្រើនម៉ោងកន្លងផុតទៅទីបំផុតពែលរបស់គាត់ក៏បានប៉ះនឹងអ្វីមួយហើយគាត់ក៏បានឃើញក្រណាត់សូត្រចាស់ដែលរលួយហើយឆ្អឹងមនុស្សនៅពីក្រោយវាសក់ពណ៌មាសដ៏ស្រទន់រាងដូចផ្កាឈូកបានធ្លាក់ពីក្រណាត់រំពេចនោះសំក៏បានកាន់កន្សែងសក់ទៅឲ្យលោកយាយភេងសំក៏ស្រក់ទឹកភ្នែកពេលឃើញវាលោកយាយភេងនិយាយថានេះជាសក់របស់កញ្ញានារីក្នុងភូមិម្នាក់បានរៀបការជាមួយគ្នាជាច្រើនឆ្នាំមកហើយតែគាត់បានបាត់មុនថ្ងៃរៀបការគេដើររកនាងតែរកពុំឃើញអ្នកភូមិបាននិយាយតគ្នាថាកញ្ញាត្រូវបានគេសម្លាប់ហើយសាកសពរបស់នាងលាក់នៅក្រោមដើមចេករីឯព្រលឹងរបស់នាងចងដោយកំហឹងនិងទុក្ខសោកមិនដែលបានសប្បាយរីករាយទេសំក៏តាំងចិត្តជួយនាងយប់នោះគាត់បានត្រឡប់ទៅព្រៃវិញដោយអុជធូបទៀនចង្ហាន់និងផ្កាឈូកសំនិយាយថាកញ្ញាខ្ញុំដឹងហើយឯងរងទុក្ខយូរពេកខ្ញុំនឹងដោះលែងឯងហើយក៏មានស្រមោលរបស់កញ្ញាលេចមុខលែងស្អាតស្លេកស្លាំងហ
ហើយរសាត់បាត់ទៅទឹកភ្នែកស្រក់ចុះលើផ្ទៃមុខស្រស់ស្អាតរបស់នាងកញ្ញាបាននិយាយខ្សឹបខ្សឹបអរគុណសូរសំឡេងរបស់នាងបានបន្លឺឡើងជាមួយនឹងការឈឺចាប់និងការដឹងគុណជាច្រើនទសវត្សរ៍ព្រះសង្ឃនៅក្នុងភូមិបានដឹកនាំគ្នាធ្វើពិធីបុណ្យសពយ៉ាងធំពួកគេបានសូត្រធម៌7ថ្ងៃហើយសំបានសាងសង់ចេតិយតូចមួយនៅវត្តក្រោមភូមិដោយបញ្ចុះសពរបស់នាងកញ្ញាដោយកិត្តិយសពួកគេបានសូត្រធម៌7ថ្ងៃហើយសំបានសាងសង់ចេតិយតូចមួយនៅក្នុងវត្តក្នុងភូមិដោយបញ្ចុះសពរបស់នាងដោយកិត្តិយសដើមចេកត្រូវបានកាប់ចោលនៅកន្លែងនោះសំបានដាំផ្កាឈូកជំនួសវិញដែលជានិមិត្តរូបនៃការចាប់កំណើតចំណែកអ្នកភូមិនិយាយថាយប់កាន់តែក្តៅវាលស្រែកាន់តែបៃតងសំក៏និយាយថាគាត់មិនឯកាទៀតទេពេលខ្លះនៅពេលព្រលប់គាត់មានអារម្មណ៍ថាមានខ្យល់ត្រជាក់ដៃត្រជាក់ជើងត្រជាក់ថ្ពាល់របស់គាត់ដូចជាការលាដ៏ទន់ភ្លន់របស់នាងកញ្ញាសំអង្គុយក្បែរមាត់ទ្វារក្រោមកាយគាត់និយាយខ្សឹបថាគេងលក់ស្រួលទៅកញ្ញាហើយបើអ្នកស្ដាប់ដោយយកចិត្តទុកដាក់នោះនៅយប់ដ៏ស្ងៀមស្ងាត់នោះអ្នកប្រហែលជាឮសំឡេងស្រទន់របស់មនុស្សស្រីដែលមានខ្យល់បក់បោកមកសំឡេងជាសំឡេងរបស់កញ្ញាខ្សឹបតិចៗអរគុណលោកសំនៅយប់ដ៏ស្ងប់ស្ងាត់នោះអ្នកប្រហែលជាឮសំឡេងស្រទន់របស់មនុស្សស្រីដែលមានខ្យល់បក់មកសូរសំឡេងរបស់កញ្ញាខ្សឹបតិចៗអរគុណលោកសំបាទសូមអរគុណចំពោះពុកម៉ែបងប្អូនដែលបានតាមដានស្ដាប់រឿងខ្មោចរបស់ខ្ញុំបាទប្រសិនបើពុកម៉ែបងប្អូនស្ដាប់ទៅមានការខុសចន្លោះកន្លែងណាមួយសូមពុកម៉ែបងប្អូនជួយបំពេញខ្វះចន្លោះទាំងនោះផងបាទពុកម៉ែបងប្អូនខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំមកបាទជួបគ្នានៅវីដេអូថ្មីទៀតពុកម៉ែបងប្អូនបាទជម្រាបលា